ជាថាម៉ាក់ចាគ្រប់គ្នាក៏ដូចជារូបនេះខ្ញុំដែរចាមួយថ្ងៃគឺចារវល់តែនឹងការងារផ្ទះចាការមើលថែទាំកូនជាពិសេសកូនតូចបែបនេះគឺយើងត្រូវចារនឹកចាធ្វើបបរឲ្យគាត់ញ៉ាំចឹងណាហើយការធ្វើបបរក៏ត្រូវផ្លាស់ប្ដូរចាបន្លែសាច់ជារៀងរាល់ថ្ងៃដែរទី1ដើម្បីចង់ដឹងថាគាត់អាចញ៉ាំបន្លែឬក៏សាច់ណាដែលមិនធ្វើឲ្យគាត់រលាកស៊ីឬអត់ហើយទី2ដើម្បីកុំឲ្យគាត់មានការធុញទ្រាន់ផងដែរចាហើយថ្ងៃនេះអូនទូចាអាយុ7ខែហើយអញ្ចឹងការញ៉ាំបបររបស់គាត់ក៏ចាដំឡើងរហូតដល់3ពេលចាគាត់អាចញ៉ាំបានច្រើនជាងមុនចាគាត់ញ៉ាំ3ពេលក្នុងមួយថ្ងៃហើយក្រោយពីនោះទៀតគឺយើងមានអាហារសម្រន់បន្ថែមសម្រាប់គាត់ផងដែរដូចជាផ្លែឈើអីផ្សេងណាចាកំឡុងពេលចាគាត់លេងពេលថ្ងៃអីជាដើមចាគាត់ញ៉ាំឆ្អែតហើយទទួលក៏បានគេងលក់ចាថ្ងៃហ្នឹងគឺត្រជាក់មែនទែនចាហើយម៉ាក់ក៏មានពេលវេលាដើម្បីចាធ្វើការងារផ្ទះផ្សេងបន្ថែមទៀតចាយើងមានការងារជាច្រើនចាទោះបីហត់នឿយយ៉ាងណាក៏យើងសប្បាយចិត្តដែរព្រោះថាហេតុអីល្ងាចឡើងគឺមានលុយដុល្លារចូលកុងអញ្ចឹងណា